សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បងហាន់សម្រាប់រឿងគេហើយសូមជួយ Subscribe ដែល admin ម្នាក់មួយផងដែរដើម្បីជាកម្លាំងចិត្តដែល admin សម្រាប់រឿងបន្តទៀតតើចូលសាច់រឿងយើងតែម្ដងទៅគឺរឿងស្នេហ៍អូនជានិរន្តរ៍ភាគទី32បន្ទាប់ពីបងប្រុសរបស់សានីគាត់បាននិយាយគ្នាជាមួយនឹងប្រូឆៃហើយប្រូឆៃខឹងយ៉ាងខ្លាំងហើយក៏បានមករើអីវ៉ាន់នៅកន្លែងធ្វើការរបស់គាត់នឹងទាំងមានកំហឹងពេលហ្នឹងគឺបងណៃគាត់ក៏បានដើរមកហើយក៏ប្រូឆៃរបស់យើងក៏បាននិយាយខ្លាំងនៅពេញ office តែម្ដងគឺបាននិយាយថាអ្នកឈ្នះហើយពេលហ្នឹងគឺបងណៃក៏គាត់បានតថាតើវាមានរឿងអ្វីគឺរឿងដែលកើតឡើងទាំងអស់ហ្នឹងគឺមិនមានដោយសារតែខ្ញុំទេពេលហ្នឹងប្រូឆៃក៏បាននិយាយថាបើមិនដោយសារតែអ្នកខ្ញុំក៏មិនមានរឿងកាត់ឡើងបែបនេះដែរគឺខ្ញុំមិនត្រូវបានបណ្ដេញចេញនោះទេប្រូឆៃក៏បាននិយាយទៀតថាកុំមកដើរតួធ្វើខ្លួនជាតួកំសត់អីអ្នកដែលជាជួនរងគ្រោះហ្នឹងគឺជាខ្ញុំត្រូវជាងគឺមិនមែនជាអ្នកទេពេលហ្នឹងបងណៃក៏កាត់បានតថាបញ្ហាទាំងអស់ហ្នឹងគឺអ្នកយកនាំទុកដល់ខ្លួនឯងទេគឺដូច្នេះហើយអ្នកត្រូវតែប្រឈមមុខនឹងផលវិបាកដែលអ្នកជួបឥឡូវនេះទៅព្រោះគ្រប់យ៉ាងគឺដោយសារតែអ្នកធ្វើដល់ខ្លួនឯងនោះទេប្រូឆៃក៏កាន់តែខឹងខ្លាំងឡើងហើយក៏បានចោលមុខទៅកាន់បងណៃថាវាមិនពិតនោះទេគឺដោយសារតែអ្នកនឹងឯងហើយខ្ញុំនឹងជូនពរឲ្យអ្នកគឺខូចចិត្តពេញមួយជីវិតគឺមិនអាចរស់នៅដោយសុបាយចិត្តបានទេគឺចំក្រោយនឹងគឺឯងនឹងត្រូវរស់នៅម្នាក់ឯងហើយចាំតែមើលទៅគឺគាត់ដាក់ទនាឲ្យបងណៃបដៅឲ្យពាក្យជូនពររបស់វានឹងគឺអញ្ចឹងបដៅឲ្យប្រុសឆៃនឹងបន្ទាប់ពីនិយាយឆ្លោះគ្នាជាមួយនឹងបងណៃហើយប្រុសឆៃក៏បានលើកយកអីវ៉ាន់ឲ្យដល់ពពកបងណៃមកទំហឹងបដៅហើយបុគ្គលិកនៅក្នុង office នឹងនាំគ្នាស្រឡាំងកាំងតែម្ដងហើយក៏មានការភ័យរៀងខ្លួនដែរដោយសារថាខ្លួនឯងក៏ធ្លាប់និយាយដើមបងណៃនឹងពេញ office ដែរជាមួយនឹងប្រូឆៃនឹងអញ្ចឹងត្រៀមទៅមើលជាគំរូហើយទៅហ៊ានតែនិយាយអាក្រក់ពីគេដែលមិនដឹងរឿងច្បាស់លាស់ទៀតដឹងតែត្រៀមរៀបពង្វិចចេញពីកន្លែងធ្វើការនឹងដែរហើយមើលទៅកាត់ចូលមកដល់ឈុតផ្ទះសានីណាវិញគឺប៉ាម៉ាក់របស់សានីនឹងគឺបានឈោមើលសានីឈោខូចចិត្តតែម្នាក់ឯងមានអារម្មណ៍នៅក្នុងខ្លួនទេហើយពេលហ្នឹងម៉ាក់របស់សានីក៏បាននិយាយប្រាប់ប្តីរបស់គាត់ថាកូនស្រីរបស់យើងនឹងគឺមិនទាន់បានញ៉ាំអ្វីតាំងពីព្រឹកហើយឥឡូវនាងក៏មិនរកអ្វីញ៉ាំទេគឺនាងនៅតែខូចចិត្តរឿងនឹងទៅតែបន្ទាប់មកប្តីរបស់គាត់ក៏បាននិយាយតថានាងកំពុងតែអង្គុយគិតថាតើនាងនឹងគួរធ្វើរឿងអ្វីបន្តទៀតពេលហ្នឹងគឺម៉ាក់របស់សានីហ្នឹងក៏បានដកដង្ហើមធំហើយក៏បាននិយាយថាខ្ញុំពិតជាព្រួយបារម្ភពីកូនស្រីរបស់យើងណាស់ប្រហែលជានាងកំពុងតែគិតហើយថាតើនាងនឹងធ្វើបែបណាដើម្បីកុំឲ្យបាត់បង់នរណាម្នាក់ចេញពីជីវិតនាងហើយបើសិនជាអ្នកជានាងវិញតើអ្នកនឹងគូធ្វើឬអ្វីទៅគឺកាត់សួរបានសួរប្តីរបស់កាត់កាន់មិនបាននិយាយថាកាត់បើសិនជាកាត់ជានាងទេគឺកាត់និយាយថាគាត់នឹងធ្វើអ្វីទាំងអស់ហ្នឹងគឺគាត់គ្រាន់តែចង់ការពារនាងឲ្យមានសុវត្ថិភាពតែប៉ុណ្្នឹងទេបន្ទាប់មកប្រពន្ធរបស់គាត់ក៏បាននិយាយថាប៉ុន្តែកូនណៃក៏គាត់មិនបានធ្វើអ្វីខុសដែរហើយនាងក៏ស្រឡាញ់កូនស្រីយើងខ្លាំងដែរពេលហ្នឹងគឺប្តីរបស់គាត់ក៏បានតថាវាត្រូវហើយប៉ុន្តែការស្រឡាញ់តែម្ខាងវាមិនគ្រប់គ្រាន់នោះទេប្រពន្ធរបស់គាត់ងក់ក្បាលហើយក៏បាននិយាយថាខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់តើអ្នកនឹងតើនាងនឹងធ្វើរឿងនឹងបែបណាទៅសម្រាប់ចិត្តបែបណាគឺគាត់បារម្ភពីកូនស្រីរបស់គាត់ហ្នឹងប៉ាបូសានីគាត់ក៏បាននិយាយថាមិនថាកូនស្រីរបស់យើងសម្រាប់ចិត្តបែបណាទេក្នុងនាមយើងជាប៉ាម៉ាក់គឺយើងនឹងគោរពសិទ្ធិរបស់នាងជានិច្ចហើយនឹងស្វាគមន៍នាងមករស់នៅជាមួយយើងជានិច្ចគឺយើង control នាងគ្រប់ពេលវេលាសានីក៏កំពុងតែខូចចិត្តយ៉ាងខ្លាំងចំណែកឯបងណៃយើងឯនេះវិញក៏គាត់កាន់តែពិបាកចិត្តខ្លាំងឡើងហើយគាត់នៅផ្ទះតែម្នាក់ឯងពេលដែលញ៉ាំបាយនឹងគឺគាត់ញ៉ាំបាយអត់ចូលទេគឺអង្គុយឆ្កាស់បាយលេងនឹងគឺញ៉ាំមិនចូលទេដោយសារតែមិនមានប្រពន្ធនៅជាមួយហើយក៏មានរឿងនឹងកើតឡើងទៀតពេលហ្នឹងគាត់ក៏បានយកទូរស័ព្ទហ្នឹងឆាតទៅសានីចំណែកឯសានីគឺកំពុងតែអង្គុយសែតែម្នាក់ឯងហ្នឹងស្រាប់តែគាត់នឹកឃើញសម័យដល់ដែលគាត់បានទៅលេងផ្ទះជីដូនជីតារបស់គាត់ហ្នឹងគឺ
គាត់មានក្តីសុខមែនទែនដែលគាត់បានអង្គុយមើលផ្កាយជាមួយនឹងបងណៃហ្នឹងហើយអំពេលដែលគាត់កំពុងតែអង្គុយសម័យហ្នឹងក៏សារមួយក៏បានលោតចូលមកគាត់ក៏បានចុចមើលគឺសារមកពីបងណៃនឹងឯងគឺគាត់បានផ្ញើមកពេលហ្នឹងគឺបងណៃគាត់ក៏បានសួរសានីថាតើអូនកំពុងតែធ្វើអ្វីអូនបានញ៉ាំបាយឬនៅសានីក៏បានតបទៅកាន់បងណៃវិញថានៅទេចុះបងវិញញ៉ាំហើយឬនៅពេលហ្នឹងបងណៃគាត់ក៏បានតបវិញថាបងក៏មិនទាន់បានញ៉ាំដែរព្រោះបងនឹកអូនខ្លាំងណាស់ហើយបងចង់ឲ្យអូនត្រឡប់មកនៅផ្ទះជាមួយយើងវិញជាមួយនឹងបងវិញគឺត្រឡប់មកនៅផ្ទះពួកយើងសានីពេលដែលអានសារបងណៃហើយគាត់ក៏ពិបាកចិត្តដែរគាត់បានដកដង្ហើមធំហើយក៏បានសរសេរតបទៅកាន់បងណៃយើងវិញថាតើបងអាចទុកពេលឲ្យខ្ញុំបន្តិចទៀតបានទេគឺខ្ញុំមិនទាន់អាចធ្វើចិត្តបានទេចំណែកបងណៃគាត់ក៏បានដកដង្ហើមធំដែរពេលដែលឃើញសាររបស់សានីហើយគាត់ក៏បាននិយាយថាមិនអីទេបងយល់គឺបងអាចនៅរងចាំអូនបានមិនថាយូរប៉ុណ្ណាទេឲ្យតែអូនត្រឡប់មកនៅជាមួយនឹងបងវិញបន្ទាប់ពីឆ្លើយឆ្លងឆាតគ្នារួចហើយពួកគាត់ក៏សែរៀងខ្លួនទៅហើយចំណែកបងណៃគឺគាត់ក៏បានចូលដេកទៅពេលដែលក្រោកពីដេកនឹងព្រឹកឡើងនឹងគឺភ្លេចខ្លួនថាធ្លាប់មានតែប្រពន្ធនៅក្បែរពេលក្រោកពីគេងអីចឹងពេលដែលយើងដាក់ដៃទៅគឺតែងតែប៉ះប្រពន្ធតែពេលឥឡូវគឺដេកតែម្នាក់ឯងហើយច្រឡំដាក់ដៃរកទៅឲ្យប្រពន្ធតែអត់ឃើញមានប្រពន្ធក៏ខូចចិត្តម្ដងទៀតទៅហើយពេលដែលបានចូលទៅបន្ទប់ទឹកយើងងុយទឹកឬក៏យើងដោះថ្មីហ្នឹងគឺធ្លាប់តែដោះជាមួយគ្នាតែឥឡូវបែរជាដោះតែម្នាក់ឯងទៅវាធ្វើឲ្យអារម្មណ៍ហ្នឹងឯកោមែនទេមនុស្សធ្លាប់តែនៅជាមួយគ្នាបែរជានៅបែកគ្នាអញ្ចឹងណាក៏ពិបាកចិត្តដែរសម្បីតែ admin ខូចចិត្តដែរពេលដែលបានងុយទឹករួចរាល់ហើយគាត់ក៏បានចង់មកក្រោមហ្នឹងគឺធម្មតាពេលដែលគាត់នៅជាមួយគ្នាមុនពេលចេញទៅធ្វើការគឺគាត់តែងញ៉ាំអាហារពេលព្រឹកជាមួយគ្នាតែងតែផឹកកាហ្វេជាមួយគ្នាហើយបងដៃតែងតែឆុងកាហ្វេឲ្យសានីញ៉ាំរហូតតែពេលហ្នឹងគឺបងណៃគាត់ភ្លេចខ្លួនគាត់ក៏បានឆុងពីកែវដោយធម្មតាប៉ុន្តែពេលដែលគាត់កំពុងតែឆុងហ្នឹងគាត់មានអារម្មណ៍ថាសប្បាយរីករាយមែនទែនគឺគាត់ភ្លេចខ្លួនថាគាត់នៅជាមួយប្រពន្ធគាត់ណាឥឡូវហ្នឹងពេលដែលគាត់បើឆុងហើយគាត់បែរមកវិញថាយកកាហ្វេហ្នឹងហុចឲ្យប្រពន្ធរបស់គាត់តែបែរជាបែរមកគឺឃើញតែម្នាក់ឯងអត់ឃើញមានសានីអញ្ចឹងធ្វើឲ្យគាត់នឹងកាន់តែខូចចិត្តលើដើមទៀតណែឯសានីណាវិញគឺក៏ខូចចិត្តដូចគ្នាដែរគឺគាត់មិនអាចញ៉ាំអាហារពេលព្រឹកបានទេគឺគាត់នឹកឃើញតែប្តីរបស់គាត់ហ្នឹងហើយពេលហ្នឹងគឺគាត់អង្គុយមើលបបរផ្លាយគឺអត់ញ៉ាំអត់ចូលទេហើយបន្ទាប់ពីអាហារពេលព្រឹកកន្លងផុតទៅគឺប៉ាម៉ាក់បកាត់ក៏បានហៅសានីមកនិយាយគ្នាហើយក៏បានណែនាំថានេះគឺជាមេធាវីរបស់ខាងក្រុមហ៊ុនរបស់យើងពេលហ្នឹងសានីក៏កំពុងតែឆ្ងល់ដែរអត់ទាន់បានសួរប៉ាបកាត់ទេប៉ាបកាត់ក៏បាននិយាយប្រាប់តែម្ដងទៅថានេះគឺជាមេធាវីរបស់យើងដើម្បីរៀបចំឯកសារដាក់ពាក្យបណ្ដឹងទៅលើណៃក្មេងរបស់កូនដែលគាត់បានធ្វើបាបរាងកាយរបស់កូននឹងសានីពេលបានឮដូច្នេះហើយក៏ភ្ញាក់ផ្អើលបន្តិចដែរថាពាក្យបណ្ដឹងគាត់អត់ចង់មានន័យថាឥឡូវហ្នឹងគឺគាត់អត់ទាន់ចង់រករឿងម៉ាណាទេគឺគាត់ចង់ព្យាបាលផ្លូវចិត្តរបស់គាត់សិនគាត់ក៏ភ្ញាក់ផ្អើលដែរថាគាត់ប៉ារបស់គាត់នឹងបញ្ញាប់រៀបចំរឿងនឹងពេកពេលហ្នឹងប៉ារបស់គាត់ក៏បាននិយាយថាហេតុអ្វីបានជាកូនភ្ញាក់ផ្អើលបែបហ្នឹងយើងគួរតែចាត់ការវិធានការនឹងឲ្យហើយកុំឲ្យវាពជាពេលអីព្រោះរឿងហ្នឹងវាប៉ះពាល់ដល់គ្រួសារយើងខ្លាំងណាស់ចំណែកឯសានីក៏បាននិយាយថាប៉ុន្តែប៉ាខ្ញុំមិនទាន់ចង់ប្តឹងអ្នកម៉ាក់ក្មេងនៅពេលហ្នឹងនៅឡើយទេគឺគាត់អត់ចង់ប្តឹងឥឡូវហ្នឹងគាត់ទុកពេលពជាពេលសិនបានអត់ពេលហ្នឹងប៉ារបស់គាត់ក៏បានសួរថាហេតុអ្វីទៅកូនស្រីយើងមានតែផោះតាងហើយនាងក៏បានបន្សល់ទុកស្នាក់ស្នាមនៅលើខ្លួនប្រាណរបស់កូនផងដែរយើងគួរតែចាត់ការឥឡូវហ្នឹងទៅឬមួយកូនមិនចង់ប្តឹងនាងទេបានជាកូននិយាយបែបហ្នឹងពេលហ្នឹងសាន់ឌីក៏គាត់បាននិយាយថាមិនមែនអញ្ចឹងទេលោកប៉ាគឺមិនមែនថាខ្ញុំមិនចង់ប្តឹងគាត់ទេប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ប៉ាអាចទុកពេលឲ្យខ្ញុំបន្តិចទៀតបានទេពេលហ្នឹងលោកប៉ារបស់សានីគាត់ក៏បាននិយាយថាហេតុអ្វីទៅហេតុអ្វីបានយើងត្រូវពជាពេលដើម្បីអ្វីឬមួយ
កូនចង់ឲ្យនាងនឹងមកធ្វើបាបកូនម្ដងទៀតបានកូនសប្បាយចិត្តបានកូនពេញចិត្តប៉ាមិនចង់ឲ្យកូនរស់នៅដោយភាពភ័យខ្លាចនោះទេហើយមិនចង់ឲ្យកូនច្រឡំថាការរស់នៅទាំងអស់ហ្នឹងគឺពុះពេញទៅដោយការអត់ធ្មត់នោះទេសានីក៏បានតបានទៅប៉ាគាត់វិញថាកូនដឹងហើយថាកូនត្រូវធ្វើយ៉ាងណាហ្នឹងគ្រាន់តែពេលហ្នឹងគឺកូនមិនចង់ឲ្យវាមានរឿងឡើងកើតឡើងឥឡូវហ្នឹងទេពេលហ្នឹងលោកប៉ារបស់សានីក៏គាត់បាននិយាយថាប៉ាធ្វើទាំងអស់ហ្នឹងគឺប៉ាចង់ការពារកូនកុំឲ្យកូនជួបបញ្ហានឹងទៀតកូនពិតជាដឹងពីការបារម្ភរបស់លោកប៉ាប៉ុន្តែពេលនេះខ្ញុំត្រូវការពេលវេលាខ្លះដើម្បីព្យាបាលផ្លូវអារម្មណ៍របស់កូនបន្ទាប់ពីនិយាយជាមួយនឹងលោកប៉ារបស់គាត់ហើយសានីក៏បានចាក់ចេញទៅហើយពេលហ្នឹងគឺលោកប៉ារបស់សានីហ្នឹងគឺគាត់មិនទាន់យល់ព្រមទេគាត់រោទៅតាមសានីដែរប៉ុន្តែត្រូវប្រពន្ធរបស់គាត់ហ្នឹងហាមថាឈប់សិនលោកប្តីចាំខ្ញុំនិយាយជាមួយនឹងកូនវិញរឿងស្នេហ៍អូនជានិរន្តរ៍ចាប់តែប៉ុណ្ណឹងក៏ភ្លេចតាមដានភាពបន្តទៀតណាអ្នកទាំងអស់គ្នាហើយសូមជួយ subscribe ដល់ admin ម្នាក់មួយផងអរគុណច្រើនបាយបាយជប់